នៅខណៈពេលនេះអ្នកបានជ្រើសរើសការអធិដ្ឋានចិត្តមួយដើម្បីស្មឹងស្មាតផ្ដោតលើដង្ហើមនិងបើកចិត្តឲ្យទូលាយដើម្បីទទួលយកថាមពលម្យ៉ាងដែលទន់ភ្លន់និងពោរពេញដោយភាពវិជ្ជមានដ៏អង់អាចវីដេអូអធិដ្ឋានចិត្តមួយនេះគឺជាកន្លែងសម្រាប់ឲ្យអ្នកសម្រាកបន្ធូរអារម្មណ៍និងភ្ជាប់ទំនាក់ទំនងឡើងវិញជាមួយលំហូរនៃភាពសុបូរសប្បាយបរិបូរណ៍ហូរហៀដែលមាននៅក្នុងខ្លួននិងជុំវិញអ្នកពេលនេះអ្នកមិនចាំបាច់បង្ខំអ្វីទាំងអស់អ្នកមិនចាំបាច់ដេញតាមភាពមានបានឬព្យាយាមបញ្ជាក់ពីតម្លៃរបស់អ្នកនោះទេចាំថាឱកាសមាសប្រាក់សំណាងល្អមានលៀបមានជ័យមិនមែនជាអ្វីដែលអ្នកត្រូវតែតស៊ូប្រជែងយ៉ាងត្រដាបត្រដួសដើម្បីទទួលបានឡើយវាជាអ្វីដែលអ្នកអនុញ្ញាតឲ្យវាចូលមករកអ្នកតាមសម្រួលពេលដែលអ្នកស័ក្តិសមនឹងទទួលបាននៅពេលអ្នកស្ដាប់វីដេអូអធិដ្ឋានចិត្តមួយនេះអ្នកនឹងទទួលបានការដឹកនាំផ្លូវម្យ៉ាងតាមរយៈពាក្យពេចន៍វិជ្ជមាននិងមានថាមពលល្អដើម្បីផ្លាស់ប្ដូរការគិតបង្កើនទំនុកចិត្តស្រូបភាពច្បាស់លាស់និងឱកាសល្អៗមានលៀបមានជ័យមានសិរីសួស្តីក្នុងជីវិតរបស់អ្នកពីអធិដ្ឋានចិត្តទាំងនេះមានប្រយោជន៍ខ្លាំងណាស់សម្រាប់អ្នកវាគឺជាការរំលឹកពីសមត្ថភាពដែលអ្នកមានរួចរាល់និងថាមពលធម្មជាតិរបស់អ្នកក្នុងការទទួលយកឱកាសល្អៗនិងលាភសំណាងដែលស័ក្តិសមសម្រាប់អ្នកថ្ងៃនេះសូមដោះលែងអារម្មណ៍ខ្វះខាតការសង្ស័យលើខ្លួនឯងនិងភាពស្ទាក់ស្ទើរចេញឲ្យអស់ដកដង្ហើមចូលយឺតដកដង្ហើមចេញមួយទម្លាក់ស្មារបស់អ្នកចុះឲ្យធូរស្បើយពីទុក្ខកង្វល់នានាប្រាប់ខ្លួនឯងថាភាពស្ដុកស្ដម្ភមិនមែនជារឿងដែលអ្នកត្រូវតែប្រញាប់ប្រញាល់នោះទេវានឹងមកដល់នៅពេលដែលចិត្តរបស់អ្នកស្ងប់ល្អស្របគ្នានិងស៊ីសង្វាក់គ្នាជាមួយថាមពលនៃភាពស្ដុកស្ដម្ភសូមស្វាគមន៍ប្រិយមិត្តជាទីស្រឡាញ់មកកាន់ Channel ខ្មែរ Healing ពួកយើងបង្កើត Channel នេះឡើងដើម្បីប្រជាជនខ្មែរជុំវិញពិភពលោកកាត់បន្ថយភាពតានតឹងរកឃើញសេចក្តីសុខក្នុងចិត្តនិងផ្សារភ្ជាប់ជាមួយខ្លួនឯងឡើងវិញតាមរយៈសំឡេងព្យាបាលដូចជាសមាធិនាំផ្លូវពីអធិដ្ឋានចិត្តពាក្យពេចន៍លើកទឹកចិត្តនិងសំឡេងបំពេជំនួយការគេងជាដើមពេលនេះអ្នកអាចអង្គុយតម្រេតខ្លួនឬគេងក្នុងកាយវិការណាមួយក៏បានដែលមានភាពសុខស្រួលសម្រាប់ខ្លួនឯងបិទភ្នែកសន្សឹមវានឹងធ្វើឲ្យអ្នកមានអារម្មណ៍ស្ងប់ល្អជាងមុនផ្ដោតលើដង្ហើមរបស់អ្នកដកដង្ហើមចូលឲ្យបានវែងនិងយឺតរាល់ពេលដកដង្ហើមចេញចូលសូមស្រមៃថាអ្នកកំពុងបើកចិត្តទទួលយកឱកាសមាសប្រាក់សំណាងល្អមានលៀបមានជ័យមានសិរីសួស្តីដោយក្តីរីករាយសោមនស្សក្នុងវេលាដ៏សមស្របមួយសូមជឿជាក់លើពេលវេលាដោយអារម្មណ៍សន្តិភាពនិងទំនុកចិត្តជាដំបូងសូមចាប់ផ្ដើមដោយយកចិត្តទុកដាក់លើដង្ហើមរបស់អ្នកមិនចាំបាច់ព្យាយាមធ្វើអ្វីឲ្យលើសពីធម្មតានោះឡើយ
គ្រាន់តែដឹងថាអ្នកកំពុងដកដង្ហើមចូលនិងដកដង្ហើមចេញតាមសម្រួលតាមដំណើរធម្មជាតិមិនបង្ខំសរីរាង្គណាមួយឡើយប្រសិនបើខួរក្បាលរបស់អ្នកកំពុងតែរវល់គិតច្រើនចាំទុកថាវាមិនអីទេការគិតច្រើនគឺជារឿងធម្មតារបស់មនុស្សយើងអ្នកណាក៏ជួបស្ថានភាពនេះដែរអ្នកមិនចាំបាច់រុញច្រានគំនិតទាំងនោះចេញឲ្យឆ្ងាយភ្លាមនោះទេគ្រាន់តែសម្គាល់វានិងទុកឲ្យវាឆ្លងកាត់ដូចជាយានជំនិះកំពុងធ្វើដំណើរតាមដងផ្លូវហើយអ្នកគ្រាន់តែឈរសង្កេតមើលវានៅលើចិញ្ចើមផ្លូវយ៉ាងមានសុវត្ថិភាពនៅពេលដង្ហើមចាប់ផ្ដើមស្ងប់ជាងមុនសូមចាប់អារម្មណ៍លើរាងកាយរបស់អ្នកវិញម្ដងសង្កេតមើលកន្លែងដែលអ្នកអាចនឹងកំពុងតឹងណែនដូចជាថ្គាមស្មាទ្រូងឬពោះរបស់អ្នកកន្លែងទាំងអស់នេះហើយដែលអ្នកតែងតែផ្ទុកនូវការព្រួយបារម្ភទាំងឡាយអំពីលុយកាក់ពេលវេលាការសម្រេចចិត្តនិងអនាគតដែលមិនប្រកបប្រជារាល់ពេលដែលអ្នកដកដង្ហើមចេញយឺតសូមបន្ធូរកន្លែងទាំងនោះចាំថាអ្នកដល់ពេលត្រូវសម្រាកហើយនៅទីនេះនៅពេលនេះក្នុងខណៈពេលនេះផងដែរសូមអនុញ្ញាតឲ្យខ្លួនឯងឈប់គិតខ្វល់ខ្វាយពីរឿងអ្វីទាំងអស់សូមបើកចិត្តជឿជាក់លើដំណើរជីវិតដ៏ល្អរបស់អ្នកឱកាសដែលអ្នកកំពុងរង់ចាំសេចក្តីប្រាថ្នាដែលអ្នកបានបន្សល់គ្រប់យ៉ាងនឹងប្រព្រឹត្តទៅយ៉ាងប្រសើរសម្រាប់អ្នកចាប់ផ្ដើមនិយាយពីអធិដ្ឋានចិត្តតិចជឿទៅកាន់ខ្លួនឯងថាខ្ញុំបើកចិត្តទទួលយកឱកាសល្អដែលស័ក្តិសមសម្រាប់ខ្ញុំខ្ញុំមិនប្រញាប់ប្រញាល់ខ្ញុំមិនតានតឹងខ្ញុំទទួលបានអ្វីគ្រប់យ៉ាងសមស្របតាមបំណងប្រាថ្នារបស់ខ្ញុំខ្ញុំមិនចាំបាច់ដេញតាមអ្វីគ្រប់យ៉ាងនោះទេអ្វីដែលជារបស់ខ្ញុំនឹងរកផ្លូវមកជួបខ្ញុំខ្ញុំមើលឃើញឱកាសនៅពេលដែលវាបង្ហាញខ្លួនឡើងសូម្បីតែក្នុងរឿងធម្មតាក៏ដោយមិនថាជាការសន្ទនាគំនិតឬការសម្រេចចិត្តតូចតាចណាមួយវានឹងនាំខ្ញុំទៅរកអ្វីដែលមានប្រយោជន៍និងរីកចម្រើនសម្រាប់ជីវិតរបស់ខ្ញុំខ្ញុំជឿជាក់លើសមត្ថភាពរបស់ខ្ញុំក្នុងការជ្រើសរើសដោយវៃឆ្លាតខ្ញុំបានរៀនពីបទពិសោធន៍ជីវិតពេលនេះខ្ញុំធ្វើសកម្មភាពអ្វីដោយភាពច្បាស់លាស់ដកដង្ហើមចូលយឺតហើយស្រមៃមើលលំហទំនេរដែលកំពុងមានក្នុងជីវិតរបស់អ្នកជាលំហមួយសម្រាប់ទុកនៅឱកាសល្អមានលាភមានជ័យសម្រាប់អ្នកសូមនិយាយពីអធិដ្ឋានចិត្ត
ជឿទៅកាន់ខ្លួនឯងថាខ្ញុំស័ក្តិសមនឹងទទួលបានភាពជោគជ័យដែលមិនបំផ្លាញសេចក្តីសុខសាន្តរបស់ខ្ញុំនិងសូម្បីតែអ្នកដទៃណាម្នាក់ខ្ញុំមិនចាំបាច់ធ្វើការរហូតដល់អស់កម្លាំងលះល្ហើយដើម្បីបញ្ជាក់ពីគុណតម្លៃរបស់ខ្ញុំនោះទេបើសិនជាមានការសង្ស័យណាមួយកើតឡើងដូចជាចុះបើខ្ញុំមិនមានសំណាងចុះបើខ្ញុំបាត់បង់ឱកាសសូមទទួលស្គាល់អារម្មណ៍សង្ស័យមួយនេះដោយក្តីមេត្តារួចហើយរំលឹកខ្លួនឯងថាខ្ញុំមិនចាំបាច់មើលឃើញផ្លូវទាំងមូលដើម្បីដើរជំហានបន្ទាប់នោះទេខ្ញុំគ្រាន់តែមានវត្តមាននៅទីនេះយ៉ាងពេញលេញហើយត្រៀមខ្លួនជាស្រេចខ្ញុំស្រូបទាញឱកាសដែលស័ក្តិសមនឹងមនុស្សដែលខ្ញុំកំពុងខ្លាចខ្លួនទៅជាមិនមែនជាមនុស្សកាលពីអតីតកាលនោះទេសូមស្រមៃមើលខ្លួនអ្នកនាពេលអនាគតមិនមែនជាមនុស្សម្នាក់ដែលល្អឥតខ្ចោះឬគ្មានការព្រួយបារម្ភអ្វីសោះនោះទេប៉ុន្តែជាមនុស្សដែលមានភាពរឹងមាំជាងមុនមានទំនុកចិត្តជាងមុនការសម្រេចចិត្តដោយការភ័យខ្លាចតិចជាងមុននិងជឿជាក់លើខ្លួនឯងកាន់តែខ្លាំងជាងមុនសូមអធិដ្ឋានចិត្តយ៉ាងស្ងៀមស្ងាត់ទៅកាន់ខ្លួនឯងថាខ្ញុំបានត្រៀមខ្លួនរួចរាល់រួចជាស្រេចដើម្បីទទួលយកឱកាសល្អៗឱកាសល្អៗលាភសំណាងល្អៗហូរចូលមករកខ្ញុំទាំងរំពឹងទុកនិងមិនរំពឹងទុកខ្ញុំអនុញ្ញាតឲ្យរឿងល្អៗចូលមករកខ្ញុំដោយភាពងាយដកដង្ហើមយឺតម្ដងទៀតចាប់អារម្មណ៍ទៅលើរាងកាយរបស់អ្នកនិងវត្តមានរបស់អ្នកនៅពេលឥឡូវនេះចាំថាឱកាសល្អៗមិនតែងតែរត់មករកអ្នកដោយសំឡេងខ្លាំងនោះឡើយជួនកាលវាបានមកដល់ក្នុងទម្រង់ជាការធូរស្បើយក្នុងចិត្តជាភាពច្បាស់លាស់ជាទ្វារដែលបើកចំហធំទូលាយនៅពេលដែលអ្នកត្រៀមខ្លួនរួចរាល់រួចជាស្រេចដើម្បីទទួលបានវាខ្ញុំនៅតែរំលឹកខ្លួនឯងថាខ្ញុំនៅតែបើកចិត្តទទួលយកខ្ញុំនៅតែរឹងមាំខ្ញុំជឿជាក់លើពេលវេលារបស់ខ្ញុំអនុញ្ញាតឲ្យដង្ហើមរបស់អ្នកចេញចូលតាមសម្រួលដោយរលូនទុកឲ្យពាក្យពេចន៍វិជ្ជមាននិងមានឥទ្ធិពលទាំងនេះជ្រាបចូលក្នុងចិត្តដ៏ជ្រៅរបស់អ្នកនៅពេលសមាធិនេះជិតបញ្ចប់សូមចំណាយពេលបន្តិចដើម្បីសង្កេតមើលពីអារម្មណ៍របស់អ្នកនៅពេលនេះមិនចាំបាច់មានអ្វីដែលប្លែកអស្ចារ្យនោះឡើយគ្រាន់តែជាអារម្មណ៍ធូរស្រាលបន្តិចនិងមានភាពងាយស្រួលក្នុងចិត្តជាងមុនរំលឹកខ្លួនឯងថាអ្នកមិនចាំបាច់លីសែងគ្រប់យ៉ាងក្នុងពេលតែមួយនោះទេអ្នកបានដាំគ្រាប់ពូជនៃបំណងប្រាថ្នារួចហើយអ្នកបានរៀបចំចិត្តនិងបេះដូងឲ្យស្របគ្នាហើយតែប៉ុណ្ណឹងគឺគ្រប់គ្រាន់សម្រាប់ថ្ងៃនេះហើយ
ឱកាសមាសប្រាក់មិនត្រូវការបង្ខំទេវាឆ្លើយតបទៅនឹងភាពច្បាស់លាស់ការអត់ធ្មត់និងការជឿជាក់លើខ្លួនឯងហើយអ្នកបានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលវាហើយសូមអធិដ្ឋានចិត្តយ៉ាងស្ងៀមស្ងាត់ទៅកាន់ខ្លួនឯងថាខ្ញុំបើកចិត្តទទួលយកឱកាសមាសប្រាក់ឱកាសល្អៗដែលស័ក្តិសមសម្រាប់ខ្ញុំខ្ញុំមិនប្រញាប់ខ្ញុំមិនបង្ខំខ្ញុំអនុញ្ញាតឲ្យវាកើតឡើងតាមសម្រួលខ្ញុំជឿជាក់លើពេលវេលារបស់ខ្ញុំអ្វីដែលជារបស់ខ្ញុំនឹងមកដល់នៅពេលដែលខ្ញុំត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលយកវាខ្ញុំមើលឃើញឱកាសក្នុងរឿងធម្មតាប្រចាំថ្ងៃជំហានតូចនៃជីវិតប្រចាំថ្ងៃនាំខ្ញុំទៅរកការរីកចម្រើនដ៏មានអត្ថន័យភាពស្ដុកស្ដម្ភភាពសុខសប្បាយចូលចូលមករកខ្ញុំយ៉ាងមានស្ថិរភាពខ្ញុំកសាងភាពជោគជ័យនិងភាពសម្បូរបែបដោយងាយខ្ញុំស័ក្តិសមទទួលបានការគាំទ្រនិងការរីកចម្រើនដោយក្តីរីករាយខ្ញុំមិនចាំបាច់ខំប្រឹងជំនះទាំងលំបាកលំបិនដើម្បីទទួលបានរឿងល្អៗនោះទេខ្ញុំបន្តទៅមុខដោយភាពច្បាស់លាស់ភាពក្លាហាននិងប្រកបដោយទំនុកចិត្តខ្ញុំសម្រេចចិត្តដោយផ្អែកលើគោលដៅផ្ទាល់ខ្លួននិងនិយមន័យនៃសេចក្តីសុខរបស់ខ្ញុំខ្ញុំបើកចិត្តខ្ញុំរឹងមាំខ្ញុំមានថាមពលស្របគ្នាជាមួយរឿងល្អៗឱកាសល្អៗឱកាសមាសប្រាក់នឹងរត់មកជួបខ្ញុំនៅកន្លែងដែលខ្ញុំកំពុងនៅហើយខ្ញុំស្វាគមន៍ពួកគេដោយភាពស្ងប់ស្ងាត់ដោយសតិបញ្ញានិងដោយការដឹងគុណនៅពេលដកដង្ហើមចេញចូលសូមទុកឲ្យទំនុកចិត្តដ៏ស្ងប់ស្ងាត់ជ្រាបចូលទៅក្នុងរាងកាយរបស់អ្នកដោយការដឹងយ៉ាងច្បាស់ថាអ្វីដែលជារបស់អ្នកនឹងរត់មករកអ្នកតាមពេលវេលាដ៏ត្រឹមត្រូវមួយនៅពេលសមាធិរួចរាល់សូមនាំអារម្មណ៍របស់អ្នកត្រឡប់ទៅកាន់ខ្លួនឯងវិញដឹងអំពីកន្លែងដែលអ្នកកំពុងអង្គុយឬគេងចាប់អារម្មណ៍ពីសំឡេងនៅជុំវិញខ្លួនអ្នកហើយរក្សាភាពរឹងមាំនិងភាពបើកចំហនេះជាមួយអ្នកពេញមួយថ្ងៃជឿជាក់ថាអ្នកកំពុងតែបោះជំហានទៅមុខដោយសន្តិភាពជាមួយសមត្ថភាពពិតប្រាកដនិងថាមពលវិជ្ជមានចាំថារឿងល្អៗកំពុងកើតឡើងចំពោះអ្នកហើយសូម្បីតែពេលនេះក៏ដោយហើយអ្នកអាចធ្វើត្រឡប់ទៅរកអារម្មណ៍ដ៏ល្អមួយនេះបានគ្រប់ពេលវេលាក្នុងវេលាសាមញ្ញឥតព្រៀងទុកក្នុងដង្ហើមដ៏ស្ងប់ស្ងាត់ជាមួយអារម្មណ៍ដែលដឹងច្បាស់ថា
ការខិតខំការរីកចម្រើននិងការបើកចិត្តរបស់អ្នកមិនត្រូវបានគេមើលរំលងឡើយសមាធិរួចរាល់ហើយសូមដកដង្ហើមចេញចូលជឿចុងក្រោយហើយបើកភ្នែករបស់អ្នកសន្សឹមជាចុងក្រោយសូមអរគុណដល់ខ្លួនឯងដែលអ្នកបានអនុញ្ញាតឲ្យខ្លួនឯងព្យាបាលចិត្តតាមរយៈសម្លេងសមាធិមួយនេះ Channel ខ្មែរ Healing សូមអរគុណប្រិយមិត្តទាំងអស់គ្នាសម្រាប់ការស្ដាប់សម្លេងអធិដ្ឋានចិត្តមួយនេះដល់ចប់ពួកយើងសង្ឃឹមថាពេលនេះអ្នកបានកាត់បន្ថយភាពតានតឹងរកឃើញសេចក្តីស្ងប់ក្នុងចិត្តនិងផ្សារភ្ជាប់ជាមួយខ្លួនឯងឡើងវិញបើចូលចិត្តវីដេអូបែបនេះសូមចុច like comment subscribe និងដាក់រូបកណ្ដឹងដើម្បីទទួលបានវីដេអូអប់រំផ្លូវចិត្តថ្មីៗបន្ថែមទៀត